ការតសេចរឿងរបស់យើងបន្តទៀតតាមគឺយើងឃើញអាឡង់និយាយប្រវត្តិរបស់ណាមីពេលនេះគឺអាឡង់គឺចង់សម្រាប់ណាមីចោលតែគឺគាត់ទុកឲ្យណាមីដើរលុយសិនព្រោះគាត់ត្រូវការលុយពេលនេះគឺគាត់និយាយដាក់ណាមីថា For me, if you ever run or seek some kind of way to escape, I'm going to kill your sister, your village, hell. គឺវាចង់សម្លាប់បងស្រីរបស់ណាមីឈ្មោះណាមីចោលបើសិនជាណាមីអត់ព្រមយកលុយឲ្យវាទេគឺវានឹងសម្លាប់ចោលហើយធ្វើណាមីគឺនាងស្រក់ទឹកភ្នែកជាខ្លាំងព្រោះនាងអាណិតទៅកាន់បងស្រីរបស់នាងគឺណាមីគឺនាងខំប្រឹងថាមាត់ជាខ្លាំងព្រោះតានាងហ៊ានបះបោគឺអាឡង់សម្រាប់អ្នកភូមិនាងរួមទាំងបងស្រីរបស់នាងដែលទើបនាងអត់ស្រូវហ៊ានជាមួយអាឡង់ប្រហែលដែរគឺអាឡង់បានចិត្តគឺសោយសប្បាយលេងយ៉ាងសប្បាយហើយគឺនិយាយរឿងដែលចង់សម្លាប់បងស្រីនាងប្រាប់នាងថាចង់សម្លាប់បែបមិនពីការដុតគឺប្រាប់ទៅកាន់នាងទាំងអស់ព្រោះនាងយូរទៅភ័យទៅហើយព្រោះអាឡង់គឺចង់សម្លាប់បងស្រីរបស់នាងហើយបានចឹងពេលនេះគឺនាងធ្វើការកាត់ដៃខ្លួនឯងចោលដើម្បីយកស្នាមសាក់នោះចេញព្រោះនាងមិនចង់នៅជាមួយអាឡង់ទៀតទេព្រោះនាងតស៊ូណាស់ដើម្បីជួយអ្នកភូមិនោះហើយក៏ចាក់ដៃខ្លួនឯងតែត្រូវលូហ្វីគាត់យកកបិតចេញព្រោះគាត់អត់ចង់ឃើញអ្នកប្រភ័ក្រគាត់ធ្វើទរណកម្មខ្លួនឯងចឹងទេហើយនឹងត្រូវគេធ្វើទរណកម្មគឺលូហ្វីគឺគាត់នឹងព្យាយាមទៅវាយអាឡង់ឲ្យបានគឺបេះដូងគាត់លូតទុកដាក់ព្រោះគាត់ចង់វាយអាឡង់ខ្លាំងមែនទេពេលនេះគឺមេឃចាប់ដើមរលឹមតិចគឺមានខ្យល់បក់វូជាខ្លាំងនៅពេលនេះពេលនោះអាឡង់ក៏សម្លឹងគឺទ្វារចាប់ផ្ដើមប្រេះយ៉ាងធ្ងន់ធ្ងរគឺអាឡង់ងាកទៅគឺអ្នកដែលវាយទ្វារនោះគឺជាលូហ្វីដែលខ្លួនគាត់គឺមានផ្សែងយ៉ាងខ្លាំងហើយនៅក្នុងរាងកាយមួយនេះគេឲ្យឈ្មោះថាហ្គីទី2ឬថាហ្គីធូពេលនោះគឺកូនចៅត្រីឆ្លាមនោះមកចាប់លូហ្វីតែត្រូវលូហ្វីដាក់ម្ដាយបុកក្បាលគ្នាមកគឺអាឡង់ខឹងលូហ្វីដែលបានហ៊ានវាយគ្នាគាត់តែលូហ្វីបានវាយអាឡង់កាប់មុខបាត់ទៅមកគឺលូហ្វីគឺគាត់ខឹងជាមួយអាឡង់ណាដែលបានធ្វើបាបណាមីនិងអ្នកភូមិរបស់ណាមីគឺគាត់នឹងសម្លាប់អាឡង់ចោលទឹកមកកូនចៅអាឡង់ជាច្រើនគឺហក់មកធាក់លូហ្វីតែអ្នកដែលធាក់ទៅវិញគឺជាសាន់ជីគេបានធាក់គ្នារបស់ពួកវាអស់ទៅធ្វើកូនសៅសត្វរបស់អាឡង់គឺមានការភ្ញាក់ផ្អើលជាមួយក្រុមលូហ្វីជាខ្លាំងហើយក្រុមលូហ្វីខ្លាំងដល់ថ្នាក់ហ្នឹងគឺគាត់និយាយរឿងជាច្រើនគឺកូនចៅរបស់គាត់ខឹងជាខ្លាំងគឺកូនចៅរបស់គាត់បាននិយាយថា It's my best buddy, Zoro! Your best buddy killed half the crew. Yeah. គឺពួកវាសុំខ្លាចជាមួយនឹងកូនចៅរបស់ក្រុមមុខចម្បាំងរបស់លូហ្វីព្រោះក្រុមមុខចម្បាំងលូហ្វីគឺពិតជាខ្លាំងរបស់គេមែនគឺអាម៉ឹកគឺវាគឺដើរចូលទៅឬក៏និយាយថាឲ្យមេឃភ្លៀងដើម្បីឲ្យវាចូលទឹកតែមេឃដូចជាភ្លៀងហើយទឹកគឺបានលិចចូលពេលនេះគឺទឹកបានលិចចូលជាខ្លាំងវាក៏ប្រើក្បាច់អ្វីមួយយ៉ាងដែលធ្វើឲ្យទឹកបក់ឡើងលើគឺពេលនោះគឺអ៊ូសបោតភ្នែកធំជាខ្លាំងព្រោះទឹកគឺវាច្រើនយ៉ាងសន្ធឹកសន្ធាប់ពេកគឺវាគឺជាស្ដេចមឹកទើបវាអាចបញ្ជាទឹកបានទឹកនោះគឺហោះឡើងទៅលើបន្ទាប់មកបានជប់ជាមួយនឹងគោយក្សដ៏សែនធំមួយតែគោយក្សនោះដែលវាមានរូបរាងធំខ្លាំងមែនទែនវាក៏សម្លឹងទៅមើលលូហ្វីហើយវាគឺខឹងលូហ្វីជាខ្លាំងព្រោះលូហ្វីគឺគាត់ពាក់អាវពណ៌ក្រហមទៅមកក្រុមគេទាំងអស់គ្នាក៏បានចូលវាយលូហ្វីគាត់ក៏មុជជើងចូលទៅក្រោមថ្មទៅមកគាត់ក៏វីខ្លួនហើយគឺភ្នែករបស់កូនញ័រគាត់ក៏ចាប់កវីគោនោះទៅវិញទៅមកធ្វើឲ្យបុកអ្នកនៅជុំវិញនោះអស់រលីងទៅមកវាក៏កវាត់គោនោះចូលទៅកាន់បាតសមុទ្រវិញទៅគឺកូនចៅរបស់អាឡង់គឺបានដេកដួលបាត់អស់ហើយពេលនេះអាឡង់គឺគាត់នៅធ្វើមុខ
នៅទីនេះគឺគាត់មិនទាន់សន្លប់ទេគឺគាត់និយាយថាលូហ្វីឯងមានកម្លាំងខ្លាំងរបស់គេតបមកគឺអំបុកនោះគឺវាអត់ទាន់ស្លាប់ទេ Count on me, boss. You know, I could go for some takoyaki. ពេលនោះគឺវាប្រើក្បាច់អីមួយយ៉ាងគឺធ្វើឲ្យពួកវាប៉ោងទៅមកវាក៏បញ្ចេញទឹកខ្មៅរបស់មឹកចេញមកគឺក្រុមសានជីជាមួយសូរ៉ូកិច្ចអស់ហើយតែលូហ្វីគាត់បានកិច្ចគាត់ប្រឡាក់ទឹកខ្មៅត្រូវមឹកនោះគឺដាក់មកដុំថ្មយ៉ាងធំសម្បើមកោសប្រេះដុំថ្មនោះជា2គឺវាភ្ញាក់ផ្អើលជាខ្លាំងអ្នកដែលធាក់ដុំថ្មបាក់ជា2ជាសានជីតែគាត់ធ្វើឲ្យដុំថ្មនោះបាក់ជា2គឺគាត់និយាយថាគាត់នឹងវាយកំទេចក្រុមរបស់អាឡុងចោលទាំងអស់ព្រោះក្រុមអាឡុងបានធ្វើបាបទៅកាន់ណាមីជាខ្លាំងវាអត់ចង់ឲ្យអ្នកណាធ្វើបាបស្រីទេគឺងាកមកមើលលូហ្វីវិញគឺគាត់ផ្លាក់ទឹកខ្មៅជាប់ហើយគឺជាប់ជើងទៀតដោយសារគាត់ជំមុតជើងចូលទៅក្នុងដុំថ្មអំបញ្ញមិញនេះគឺសាន់ជីគឺគាត់និយាយជាមួយបិសាចអ្វីម្យ៉ាងដែលមានខ្លួនពណ៌សដែលគេហៅថាត្រីកាត់មនុស្សនឹងឯងគឺបានស៊ីគឺចំណែកកន្លែងនេះវិញគឺយើងមកមើលលូហ្វីម្ដងគឺអ៊ូសបខំប្រឹងទាញលូហ្វីជាខ្លាំងតែទាញបានសោះ Lukel's still mad? Who cares? I care! I was gonna run! ពេលនោះគឺអាមឹកចង់យកដុំថ្មកប់តែត្រូវសូរ៉ូគឺគាត់យកដាវមកគំរាមតាវាហ៊ានគប់គាត់នឹងសម្លាប់វាចោលគឺវាងាកមកមើលសូរ៉ូគឺវាឆ្ងល់សូរ៉ូហេតុអីក៏វាដាវវាភ្យងវាឲ្យវាឈប់ចឹងគឺតែវាគឺអត់ព្រមទេគឺវាខឹងសូរ៉ូខ្លាំងមែនតែនវានឹងសម្រាប់សូរ៉ូចោលបើសិនជាសូរ៉ូនៅតែប្រហើនជាមួយវាក៏បានគប់មកដុំថ្មផ្អើលពេញទីនោះលើកើមេឃលើកើដីពេលនោះគឺវាមកគឺសូរ៉ូយើងគឺគាត់នៅត្រៀមប្រយុទ្ធជាមួយនឹងវាហើយពេលនេះគឺលូហ្វីរបស់យើងត្រូវអ៊ូសបប្រឡែងទៅបុកជាមួយនឹងបិសាចដែលបិសាចនេះគឺវាងើបឡើងមកវិញគឺវាខឹងជាមួយនឹងអ៊ូសបជាខ្លាំងវាបានដេញអ៊ូសបតែគឺអ៊ូសបគឺគាត់រត់លឿនស្លាវគាត់ក៏ទៅបាត់ទៅពេលនោះគឺកូនចៅរបស់អាឡុងគឺឃើញមនុស្សជាច្រើនគឺវាឆ្ងល់ជាខ្លាំងហើយក៏មនុស្សនេះមកមើលវាចឹងទៅមកគឺវាត្រូវបានអ្វីម្យ៉ាងដុតឆេះទៅមកគឺអ៊ូសបគឺគាត់ស្រែកពីចម្ងាយទៅមកគឺអ្នកដែលធ្វើឲ្យវាឆេះគឺឈូសបមួយថ្ងៃទៅទៅមកអ៊ូសបគាត់ក៏រត់បាត់ទៅបើសិនជាអ្នកគ្នាចូលចិត្តវីដេអូនេះអ្នកខ្ញុំជួយចុច Subscribe និង Like ម្នាក់មួយផងហើយសម្រាប់រឿង One Piece វគ្គនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះអ្នកខ្ញុំជួយចុច Like Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើ One Piece បន្តទៀតហើយជួបគ្នានៅរឿង One Piece ភាគទី9ទាំងអស់គ្នាបាយបាយ